ថ្ងៃនេះផងដែរខ្ញុំរកបងប្អូនទៅឲ្យស្គាល់ស្គាល់សម្ព័ន្ធមួយដែលនៅគឺមិនឆ្ងាយពីប្រទេសខ្មែរយើងប្រហែលទេកលសម្ព័ន្ធមួយនេះគឺមានប្រពៃណីនិងទំនៀមទម្លាប់គឺបែបនេះឯងកលសម្ព័ន្ធដែលមានឈ្មោះថាកូម៉ាខុនដាដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសឥណ្ឌាភាគច្រើនគឺរស់នៅរដ្ឋអាន្ധ്រាប្រដាសនិងរដ្ឋតេឡាហ្គាណាហើយយើងហៅពួកគាត់ថាជាជនជាតិភាគតិចឬក៏កលសម្ព័ន្ធក៏បានគាត់គឺប្រើភាសាជនជាតិតេលូហ្គូច្រើនកាន់សាសនាហិណ្ឌូដែលមានប្រពៃណីទំនៀមទម្លាប់ដូចអ្វីដែលបងប្អូនបានទស្សនានេះតាមកំណើតនៃកលសម្ព័ន្ធកូម៉ាខុនដូគឺជាឈ្មោះគ្រួសារមួយឈ្មោះហៅថាសូណាំឬកលសម្ព័ន្ធដែលមានន័យតាក់ទងទៅនឹងភ្នំឬទីតាំងភូមិសាស្ត្រពាក្យខុនដាមានន័យថាភ្នំតេលូហ្គូនេះគឺជាប្រពៃណីបុណ្យសាសនារបស់ពួកគាត់ដែលមានការច្រៀងរាំជាក្រុមជាហ្វូងបែបនេះឯងគឺមើលទៅគឺសប្បាយមែនទែនទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីគឺតែងតែមានកម្មវិធីបុណ្យមួយតែងតែប្រារព្ធវិធីលាបមុខផាត់ម្សៅហើយចម្លែកមែនធ្វើមុខជាអាក្រក់មិនដាច់ចេះញញឹមទេកម្មវិធីបុណ្យគេមួយនេះគឺមិនអាចញញឹមចិត្តឲ្យខាតតែងតែធ្វើមុខអាក្រក់ក៏ហឹមដាក់គ្នាទៅវិញទៅមកដូចក្នុងវីដេអូហ្នឹងអញ្ចឹងណាបងប្អូនហើយតើតើបុណ្យសាសនានេះគឺចែកចេញជាប្របែបផ្សេងៗទៀតបងប្អូនគឺឲ្យតែបុណ្យខាងកុសសម្ព័ន្ធគឺពិតជាប្លែកមែនតើប៉ុន្តែពួកគាត់នេះគឺប្រពៃសាសនាហិណ្ឌូណាដូចជនជាតិឥណ្ឌាផងដែរហើយពួកគាត់ស្អាតណាបងប្អូនទាំងអស់គ្នាស្អាតមែនតើណាប៉ុន្តែពួកគាត់ឲ្យតែប្រពៃកម្មវិធីបុណ្យនេះគឺតែងតែលាបមុខលាបមាត់ហើយធ្វើមុខជាអាក្រក់គឺបុណ្យនេះគឺអត់ឲ្យញញឹមដាក់គ្នាទេឲ្យច្រៀងរាំគោះតឡោគោះអង្រែគោះរស័យអីចឹងទៅហើយមានការប្រកួតគ្នានៅពេលយប់ថែមទៀតហើយសកម្មភាពបុណ្យនេះផងដែរគឺជាបុណ្យរបៀបសាសនាហិណ្ឌូណាបងប្អូនទាំងនេះហើយប៉ុន្តែសាសនាហិណ្ឌូចែកចេញជាបំណែកបន្ថែមទៀតទៅតាមកលសម្ព័ន្ធនឹងទៅតាមទីតំបន់ខុសគ្នាហើយកលសម្ព័ន្ធកូម៉ាខុនដានេះក៏ជាការគោរពពិធីបុណ្យចូលឆ្នាំដូចជាប្រទេសយើងដែរនឹងបងប្អូនហើយចូលឆ្នាំរបៀបកលសម្ព័ន្ធនេះគឺចូលឆ្នាំនៅក្នុងខែមិនិនាណាចូលឆ្នាំនៅក្នុងខែមិនិនានឹងឯងហើយសម្រាប់បុណ្យមួយទៀតហៅថាបុណ្យប្រមូលផលបងប្អូនបុណ្យប្រមូលផលគឺគេចាប់ផ្ដើមនៅធ្វើខែមករាដល់ថ្ងៃទី14ខែមករាគឺជាបុណ្យធំសម្រាប់កសិករសម្រាប់អរគុណចំពោះការទទួលផលប្រពៃណីបុណ្យទី3នេះគឺជាបុណ្យសម្រាប់ព្រះត្រីមហាកាលីគោរពព្រះត្រីមហាកាលីនេះគឺស្ថិតនៅក្នុងខែសីហាគឺស្ថិតនៅខែសីហាបងប្អូនទាំងអស់គ្នាហើយបុណ្យនេះគឺពិធីបុណ្យបួសព្រះត្រីមហាកាលីដែលមានការរៀបចំអាហារដាក់ធ្វើពុទ្ធសាសនានិងអ្វីផ្សេងៗទៀតសម្រាប់ក្មេងៗនិងចាស់ៗគឺបែងចែកដោយឡែកខុសគ្នាហើយសម្រាប់បុណ្យទី4នោះគឺស្ថិតនៅក្នុងខែកញ្ញានិងខែតុលាគេហៅថាបុណ្យដាក់ផ្កាលម្អនិងបែបខ្ចប់រៀងសម្រាប់នារីដែលស្រស់ស្អាតតែម្ដងសម្រាប់បុណ្យទី5គឺស្ថិតនៅខែតុលាខែវិច្ឆិកាគេហៅថាបុណ្យរូបភ្លើងអំពូលដែលស្ថិតនៅក្នុងវីដេអូស្រាប់បងប្អូន